បាទសូមគោរពសាជាថ្មីសម្រាប់កូនសិស្សទាំងអស់ព្រមទាំងបងប្អូនកូនក្មួយគ្រប់ទីកន្លែងទាំងអស់បាទថ្ងៃនេះដែរក៏ខ្ញុំចេញមកមើលคลิปដល់បុគ្គលឆ្នាំរូងបងប្អូនបាទចឹងពីម្សិលមិញយើងដឹងហើយសម្រាប់បុគ្គលឆ្នាំថោះដែលគាត់ជាធាតុឈើចុះសម្រាប់បុគ្គលឆ្នាំរូងវិញបាទឆ្នាំរូងរាសីនៅក្នុងខែ5ដែលជាខែឧសភាក្នុងឆ្នាំ2025យើងនេះអញ្ចឹងឆ្នាំនេះគឺជាឆ្នាំម្សាញ់រួចទៅហើយដល់ខែ5នេះចូលមកដល់ខែម្សាញ់មួយទៀតបាទអញ្ចឹងខែក៏ម្សាញ់ហើយឆ្នាំក៏ម្សាញ់ធៀបពិតទៅម្សាញ់នេះគឺជាធាតុភ្លើងដែលបងប្អូនទាំងអស់បានជ្រាបហើយឆ្នាំម្សាញ់នេះក៏ជាធាតុភ្លើងបាទខែម្សាញ់ធាតុភ្លើងទៀតយុគនេះយុគធាតុភ្លើងទៀតចឹងហើយទើបដែលខ្ញុំនិយាយថានៅក្នុងខែ5នេះគឺជាខែដែលមានកលយុគខ្លាំងមែនទែនមិនថាតែនៅក្នុងស្រុកខ្មែរយើងប្រទេសខ្មែរយើងទេគឺនៅលើចក្រវាឡតែម្ដងនឹងកើតរឿងសាហាវកលយុគរឿងនឹកស្មានដល់ហើយវាចាប់ផ្ដើមធ្ងន់ធ្ងរនៅក្នុងខែ5ហ្នឹងមិនថាប្រទេសមហាអំណាចអីទេនឹងជួបគ្រោះធំនៅក្នុងខែ5នឹងដូចគ្នាអញ្ចឹងព័ត៌មាននេះខ្ញុំក៏អាសាលើកយកមកជម្រាបជូនបងប្អូនជាហោហែមកបាទហើយខែម្សាញ់នេះវានឹងចូលចាប់ពីថ្ងៃទី5ខែ5នឹងទៅរហូតដល់ខែ6ថ្ងៃទី4វិញបាទចោះសួរថាអាយុ9យុគធាតុភ្លើងនឹងម្សាញ់គឺជាធាតុភ្លើងចោះពាក់ព័ន្ធជាមួយនឹងរូងតើរូងនឹងយ៉ាងម៉េចរូងនេះគឺជាធាតុដីដើមកំណើតបក់រូងធាតុដីប៉ុន្តែកុំភ្លេចថារូងធាតុដីតែនៅក្នុងឃ្លាំងទឹកបាទមានន័យថារូងនឹងគឺធាតុដីទីប៉ុន្តែវានៅក្នុងឃ្លាំងទឹកហើយជាម្ចាស់របស់ឃ្លាំងជាប្រធានរបស់ឃ្លាំងទឹកបាទជាអ្នកគ្រប់គ្រងនៅលើពិភពទឹកទាំងមូលអញ្ចឹងសួរថាចោះបខែធាតុភ្លើងឆ្នាំធាតុភ្លើងយុគធាតុភ្លើងនេះមកសាញ់ទៅធាតុភ្លើងហើយឃ្លាំងទឹកហើយនឹងភ្លើងនេះតើវាជួបគ្នាវាធ្វើបតិកិរិយាបែបណាបាទអញ្ចឹងហើយទើបសំបីតែអ្នករូងបាទដើមកំណើតមកជាដីទីប៉ុន្តែខ្លួនឯងមានតួនាទីជាប្រធានជាអ្នកគ្រប់គ្រងគេហៅថាជាចវាយនាយបាទរបស់ឃ្លាំងទឹកចឹងនាំឲ្យរាសីបុគ្គលឆ្នាំរូងនៅក្នុងខែម្សាញ់នេះយ៉ាងម៉េចដែរបាទមិនត្រឹមតែឆ្នាំម្សាញ់នេះព្រោះរូងគឺឆុងដល់អរួចទៅហើយពេញមួយឆ្នាំដែលបងប្អូនឆ្នាំរូងចូលមកហ្នឹងស្លាប់បងក៏មានស្លាប់ប្អូនក៏មានព្រាត់ព្រះដៃគូស្នេហាបើសិនជាមនុស្សប្រុសវិញរូងគឺជានេះបាទបើរូងគឺជានេះហ្នឹងបាត់បង់អ្នកជាទីគោរពអ្នកជាទីស្រឡាញ់បាទមានបាត់បង់រហូតដល់តែបើសាច់ញាតិគឺបាត់បង់ជាបងឬមួយក៏ជាប្អូនមិនត្រឹមប៉ុណ្ណឹងទេនៅក្នុងឆ្នាំហ្នឹងដែរណាអ្នករោងហ្នឹងនឹងត្រូវបាត់បង់គូស្នេហ៍បើមិនព្រាត់រស់ក៏ព្រាត់ស្លាប់ដែរសម្រាប់បុគ្គលឆ្នាំរូងបងប្អូនអញ្ចឹងបងប្អូនចំណាំមើលខ្លួនឯងទៅហើយស៊ើបសួរអ្នកណាខ្លះដឹងច្បាស់ថាឆ្នាំរូងតើកើតហេតុផលអីខ្លះនៅក្នុងឆ្នាំហ្នឹងដែលជាឆ្នាំធាតុភ្លើងហ្នឹងយុគធាតុភ្លើងប៉ុន្តែនិយាយអញ្ចឹងមិនមែនធ្វើឲ្យបងប្អូនអ្នកឆ្នាំរូងទាំងអស់គាត់បារម្ភគាត់ភ័យទេព្រោះនៅក្នុងក្បួនតម្រាគឺមើលឃើញអញ្ចឹងប៉ុន្តែបើសិនជាអ្នកឆ្នាំរូងចៃដន្យស្រាប់តែធ្វើអីមួយចៃដន្យស្រាប់តែទិញអីមួយចៃដន្យទៅធ្វើអ្វីមួយដែលវាជាទង្វើមួយគេហៅថាទង្វើកែពីអាគ្រោះហ្នឹងវាទៅជាខ្លាយទៅជាជួបលៀបជួបសំណាងវិញអញ្ចឹងជើងលេខនៅក្នុងឆ្នាំហ្នឹងត្រូវបាត់បង់គូស្នេហ៍ត្រូវស្លាប់ព្រាត់ប្រាសប្រពន្ធឬក៏ប្តីឬមួយក៏បងឬមួយក៏ប្អូនស្រីបងប្រុសប្អូនស្រីត្រូវព្រាត់ប្រាសត្រូវស្លាប់ត្រូវនិយាយរួមគឺគ្រោះវិធំអញ្ចឹងប៉ុន្តែបើចៃដន្យណែបើសម្រាប់កូនសិស្សរបស់ខ្ញុំហ្មងគឺខ្ញុំអាសាចែកលេខនៅក្នុងคลิปវីដេអូហ្នឹងអញ្ចឹងហើយគាត់បានត្រៀមមានន័យថាគាត់មានជំនឿជឿជាក់អីអញ្ចឹងទៅគាត់ឮខ្ញុំថាត្រូវកែបែបម៉េចទីហោថា
ខ្ញុំឲ្យកែអីមួយខ្ញុំចេះអាសាថាអាសាបង្ខំជូនព័ត៌មានឲ្យបងប្អូនកូនសិស្សទាំងអស់សូម្បីនៅក្នុងក្រុមក៏ដឹងដែរអញ្ចឹងគាត់ធ្វើតាមពេលដែលគាត់ធ្វើតាមអញ្ចឹងគ្រោះដែលកើតឡើងទាំងប្រហែលហ្នឹងគឺវាអត់មកទេប៉ុន្តែសូមបញ្ជាក់ណាការធ្វើតាមបើធ្វើតាមខ្ញុំធ្វើតាមហើយកុំយកអីយកមកបន្ថែមទៀតអសោះតែស្រាប់លោកគ្រូឡុងផ្សព្វផ្សាយប្រកាសជូនដំណឹងទៅអញ្ចឹងស្រាប់តែធ្វើតាមហើយស្រាប់តែលឺគ្រូណាមួយទៀតគេឲ្យធ្វើចេះយកតាម4គ្រូមួយទៀតយកមកបោះអាហ្នឹងគេហៅថាវាឡប់ឡែអស់លីងអញ្ចឹងអាផលហ្នឹងក៏វាទទួលបានអត់ត្រូវដែរណាអាហ្នឹងចង់បញ្ជាក់ថែមកន្លែងហ្នឹងដែរធៀបប៉ុន្តែត្រូវមើលរិស័យឯងឥឡូវមើលរិស័យវិញកុំនិយាយដល់អារឿងហ្នឹងរឿងអាហ្នឹងរឿងកែទេបងប្អូនឥឡូវសួរថាចោះបើបងប្អូនអ្នកឆ្នាំរោងហ្នឹងតែចៃដន្យគាត់អត់បានធ្វើតាមលោកគ្រូណែនាំទីហើយក្នុងខែហ្នឹងត្រូវជួបអីណែខែនេះដាច់ខាតអ្នកឆ្នាំរោងដាច់ខាតត្រូវតែខាតបងលុយខាតដើមខ្សែធនអ្នកឆ្នាំរោងហើយបើមានឃ្លាំងស្តុកសម្ភារៈចេះគ្រប់បែបយ៉ាងហ្នឹងក្នុងខែហ្នឹងដែរឬមួយខែក្រោយគឺជួបអគិភ័យចូលមកបាទនឹងត្រូវឆេះបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងនឹងខ្ទេចទាំងអស់បាទអញ្ចឹងអានេះគ្រាន់តែដំណើរនៃជីវិតអ្នកឆ្នាំរោងត្រូវជួបទេប៉ុន្តែក៏ត្រូវតែមានវិធីកែដែរណាបងប្អូនអញ្ចឹងសួរថាអ្នកឆ្នាំរោងហ្នឹងក្នុងខែ5ហ្នឹងហើយឃ្លាយដល់ខែក្រោយទៀតតែហើយគាត់ត្រូវកែដល់វិធីណាបាទហើយដួងគាត់មិនត្រឹមតែប៉ុណ្្នឹងទេណាបើសិនជាគាត់មិនរស់ស៊ីធំដុំទេជាអ្នកដែលអត់សូវមានលុយហើយជាពាក់គេចងការគេនេះក្នុងខែហ្នឹងសំបីតែលុយបងការហ្នឹងក៏អត់ដែរបាទរមមិនបានរកវិធីដោះស្រាយដើម្បីបងការរកវិធីដោះស្រាយដើម្បីបងតុងទីនរកថាសឹងតែគេហៅថាចង់អាឡែស៊ីបាទគឺមានបញ្ហាខ្លាំងសំបីតែស្នេហាក៏ទីហោបើយើងជាមនុស្សប្រុសភរិយារបស់យើងឬក៏សង្សាររបស់យើងគឺជួបគ្រោះដែលធ្វើឲ្យយើងរន្ធត់ជំនួសដែលធ្វើឲ្យយើងឈឺចាប់ដែលធ្វើឲ្យយើងសោកស្ដាយបាទបើគាត់សង្សារចែកឋានចោលយើងអីចឹងទៅអញ្ចឹងអានេះដែលយើងបេះដូងរបស់យើងគឺខ្ទេចខ្ទាំតែម្ដងវាធ្វើឲ្យបុគ្គលឆ្នាំរោងនោះវាឈឺចាប់ខ្លាំងមែនទៀតនេះគ្រាន់តែស្នេហាដៃគូឯងអញ្ចឹងសម្រាប់បុគ្គលណាក៏ដោយបើសិនជាមានគូស្នេហ៍ជាឆ្នាំរោងហើយអ្នកឆ្នាំរោងនឹងអត់ជួបគ្រោះខ្លួនឯងទេអញ្ចឹងគូស្នេហ៍នឹងជួបគ្រោះជំនួសអ្នកឆ្នាំរោងហ្នឹងហើយបើសិនជាឆ្នាំរោងបុគ្គលឆ្នាំរោងខ្លះគឺគាត់មានបុណ្យកុសលខ្ពស់បាទអញ្ចឹងគាត់អត់ជួបខ្លួនឯងទេតែអ្នកដែលជាទីស្រឡាញ់របស់គាត់អ្នកជួបអ្នកដែលរងគ្រោះបន្តអ្នកដែលរងគ្រោះជំនួសគាត់តែគាត់ខ្លួនឯងនឹងគឺយងចិត្តធ្វើអីសឹងតែអត់បានចង់ឈួតអីចឹងទៅបាទអញ្ចឹងជាលេខសម្រាប់បុគ្គលឆ្នាំរោងនេះណាគឺនៅក្នុងឆ្នាំនេះនៅក្នុងខែនេះអត់និយាយឆ្នាំហ្នឹងទៀតទេព្រោះឆ្នាំហ្នឹងវាដឹងតែឆុងដែរហើយនៅក្នុងខែនេះគឺបើមិនឆេះឃ្លាំងក៏ត្រូវជ្រុះបាត់របស់របរជាទីស្រឡាញ់ឬក៏បាត់បង់ស្នេហាឬមួយក៏លុយដែលរកបានមកខំសំទុកដាក់នឹងគឺត្រូវរលាយនៅក្នុងខែនឹងឯងណាបងប្អូនអាចចំណាំមើលណាគ្រាន់តែនេះគឺជាការទូទាយពីរបៀបវាទៅអញ្ចឹងប៉ុន្តែសួរថាចុះបងប្អូនដឹងហើយបងប្អូនសុខចិត្តឲ្យវាទៅអញ្ចឹងអត់ទេអញ្ចឹងហើយទើបខ្ញុំមានចេញក្បួនមួយគេហៅថាបញ្ញភូតនាំជោគលាភអាក្បួនបញ្ញភូតនាំជោគលាភនេះគឺសម្រាប់ឲ្យបងប្អូនគ្រប់ឆ្នាំទាំងអស់យកទៅដាក់ប្រើទៅបាទប៉ុន្តែប្រើឲ្យត្រូវមានឆ្នាំហើយឬពេលវេលាដើម្បីចាក់ទឹកចូលបាទគ្រាន់តែក្បួននឹងទូចមួយតែបន្តិចប៉ុណ្្នឹងហើយយកទៅដាក់ចោលកណ្ដាលផ្ទះប៉ុណ្្នឹងទេគឺជួយយើងគ្រប់បែបយ៉ាងទាំងអស់នៅក្នុងដំណើរជីវិតដែលត្រូវជួបប្រត់ព្រះគូស្នេហ៍ជាទីស្រឡាញ់បាត់បង់ប្រពន្ធបាត់បង់បងប្អូនឆេះឃ្លាំងឬក៏រលាយទ្រព្យអស់ហ្នឹងវានឹងคล้ายទៅជាធម្មតាវិញមិនជួបគ្រោះនឹងហើយថែមទាំងបានជោគលាភទៀតផងបាទអញ្ចឹងសាហាវអញ្ចឹងកុំថាឡើយគ្រាន់តែក្បួនបញ្ញភូតនាំជោគលាភបញ្ចៈហ្នឹងគឺលេខ5បាទ
បញ្ចភូតនឹងគឺជាលេខ5កើតចេញពីភូតពីបារមីរបស់ភូតបាទហើយអាលេខ5នឹងគឺជាលេខដែលបន្ទុះដ៏សាហាវគ្មាននរណាទៅប្រក្រាបពីបានទេមានតែបថយបាទអញ្ចឹងបើបញ្ចភូតនាំជោគលាភដែលជាបញ្ចភូតនឹងទៅផ្ទុះឡើងនៅក្នុងខែ5នេះយើងកុំភ័យព្រោះយើងមានវិធីដើម្បីឲ្យទៅផ្ទុះមកហើយវាប្រែទៅជាលាភឲ្យយើងវិញបាទអានឹងក្បួនហុងស៊ុយគេដឹងចាគ្រូដែលគេដឹងថាណាអានឹងគ្រោះធំប៉ុន្តែយើងចាក់យកអាគ្រោះហ្នឹងប្រែពីអាគ្រោះធំឲ្យទៅជាលាភសំណាងមកយើងវិញអញ្ចឹងយើងអត់ខ្លាចទេយើងអត់ខ្លាចគ្រោះទេយើងត្រូវទៅចាក់អាគ្រោះហ្នឹងដើម្បីបំលែងគ្រោះហ្នឹងឲ្យទៅជាលាភមកដល់យើងហើយវិធីធ្វើគឺរៀបបញ្ចភូតនាំជោគលាភនឹងឯងបាទចឹងបងប្អូនទាំងអស់ប្រកាសជាបានជ្រាបហើយខ្ញុំណែនាំច្រើនណាប្រហែលថ្ងៃនេះគឺណែនាំរឿងហ្នឹងទាំងអស់ព្រោះវានឹងកើតឡើងបើសិនជាយើងមិនធ្វើហើយបើយើងគាត់ធ្វើអស់លុយទាំងទីយើងនឹងបានផលខ្លាំងបាទហើយតិចផុតពីគ្រោះទាំងអស់អ្វីវានឹងកើតឡើងយើងនឹងទទួលបានជាលាភមកវិញហើយបញ្ចភូតនាំជោគលាភនេះណាបងប្អូនដាក់ពីលើដាក់ពីខែហ្នឹងប៉ុន្តែបងប្អូនអត់យកចេញទេណារហូតទៅដល់ខែ2នោះបានត្រូវយកបញ្ចភូតនឹងចេញហើយនៅក្នុងថ្ងៃទី11ខែកុម្ភៈទើបយកបញ្ចភូតនឹងយកទៅក្បត់ចោលមានបងប្អូនកន្លងមកពីមុនមកគាត់រៀបបញ្ចភូតនាំជោគលាភហើយគាត់ដល់ពេលគេឲ្យយកវត្តចោលអត់ទេគាត់យកគាត់ស្ដាយគាត់យកអាកែវនឹងយកទៅលាងទុកអត់ដឹងអាកែវនឹងលាងទុកនឹងហើយវានាំសួយទេបាទអញ្ចឹងខ្ញុំឆ្ងល់ដែរណាមានកូនសិស្សខ្លះគាត់ខមមិនមកថាគាត់មានកែវនឹងលាងទុកអានឹងតែលាងទុកវានាំសួយនាំគ្រោះដាក់នឹងផ្ទះយើងវាជួបបញ្ហាបាទហើយបើយកអានឹងយកមករៀបវិញចប់បដ ாய் បាទអញ្ចឹងខ្ញុំអត់ណែនាំហ្មងណាអញ្ចឹងអាបញ្ចភូតនាំជោគលាភពេលដែលយើងប្រើបានហើយពេលដែលយើងដល់ពេលវេលាយកចេញហ្នឹងគឺយើងមានយន់ពីក្រោមគឺយើងក្តោបពីក្រោមឡើងមកអត់យកដៃយកទៅចាប់គីឡូអត់យកដៃយកទៅចាប់កាបូបទេណាបាទពេលណាយើងយកទៅចាប់យកទៅបើកមើលបើកអីហ្នឹងអាហ្នឹងបែរជាស្អុយវិញភ្លាមតែម្ដងបាទចឹងបញ្ចភូតនាំជោគលាភកុំសាក់លបងបើសិនជារៀបហើយកុំទៅប៉ះកុំទៅបើកកាបូបមើលកសោះណាបងប្អូនតែយើងអាចចាក់ទឹកថែមបានប៉ុន្តែគឺលើកម៉ូបហ្នឹងវាមានប្រហោងនៅលើកម៉ូបហ្នឹងហើយតែយើងហាមយកដៃយកទៅចាប់បាទអូខេអញ្ចឹងសម្រាប់បងប្អូនអ្នកឆ្នាំរូងបាទជួបបញ្ហាធំនៅក្នុងខែនេះតែមិនចាំបាច់ព្រួយឲ្យតែរៀបបញ្ចភូតនាំជោគលាភទៅវាអាគ្រោះនឹងប្រែទៅជាហេងឯងមកវិញចឹងគ្រោះសាហាវប៉ុន្តែបោះយើងរៀបអាបញ្ចភូតហ្នឹងតែអស់តាន់ទីបែរជាជួយមកជាលាភដល់មហាសាលវិញអូខេសម្រាប់បងប្អូនដែលចង់ជាវឬមួយតាក់តងពាក់ព័ន្ធមួយរៀបក្បួនហ្នឹងណាខលទៅលេខ016 923 888បាទឬមួយក៏លេខទូរស័ព្ទរបស់ខ្ញុំហ្នឹង011 337 327ក៏បានដែរបាទប៉ុន្តែខលទៅអ្នកទិញទៅខលទៅអ្នកលក់ទៅ016 923 888ខលទៅអ្នកលក់ទៅគេនឹងរៀបចំផ្ញើជូនឲ្យបងប្អូនណាថ្ងៃម៉ោងអីត្រូវប្រើមិនហ្នឹងគឺខ្ញុំណែនាំប្រាប់គាត់ឲ្យអស់ហើយអញ្ចឹងគាត់ពេលគាត់លក់ឲ្យកូនសិស្សមួយណាដែលជឿជាក់ហើយយកទៅប្រើហ្នឹងគឺគាត់ទៅសេពីវេលាដាក់ទៅតាមក្បួននឹងឲ្យហើយបាទអញ្ចឹងក៏សូមអរគុណសម្រាប់ការតាមដានពីបងប្អូនទាំងអស់បាទហើយក៏សូមបញ្ជាក់ទៀតដែរណាព្រោះខែនេះមានរាសីធាតុមាសចូលបើបងប្អូនណាដែលគាត់មានដួងចតាត្រូវមួយធាតុមាសហ្នឹងណាអាហ្នឹងល្អតែបើឆុងមួយធាតុមាសអាហ្នឹងសួយបាទអញ្ចឹងបើបងប្អូនមានអេប Master Long ហុងស៊ុយវាយចូលអេបនឹងហើយដាក់ថ្ងៃខែរបស់គាត់ទៅគាត់នឹងដឹងណាដួងគាត់ត្រូវមួយធាតុមាសអត់បាទបើអត់ត្រូវមួយធាតុមាសទេរូតកាត់ឆុងចេញនៅក្នុងខែហ្នឹងបាទតែបើត្រូវមួយធាតុមាសហ្នឹងហើយអាហ្នឹងគាត់នឹងហេងនៅក្នុងខែហ្នឹងដែរប៉ុន្តែមិនមែនអង្គុយសឹកត្រូវហេងគឺត្រូវតែធ្វើអីមួយពាក់ព័ន្ធមួយរឿងហុងស៊ុយទៅដើម្បីឲ្យវាខ្ចាយធម៌ពលមកយើងបានហេងដែរមកដល់បងប្អូនអ្នកឆ្នាំម្សាញ់បាទការមើលរាសីប្រចាំខែ5នេះក៏ជាខែម្សាញ់ដែរបាទខ្ញុំគិតថាបងប្អូនទាំងអស់ដែលជាអ្នកឆ្នាំម្សាញ់គឺគាត់បានត្រៀមខ្លួនហើយជាស្រេចឬមួយក៏បងប្អូនមួយចំនួនហ្នឹងគឺគាត់បានប្រណិប័តតាមហើយអស់ហើយបាទឥឡូវរាសីខែ5ដែលជាខែម្សាញ់ដែរនេះណា
គឺវាមានអត្តពលខ្លាំងទៅលើរឿងធាតុមាសដោយសារតែបារមីដែលចចូលមកនៅក្នុងខែ5នេះគឺជាបារមីធាតុមាសបាទធាតុមាសនេះបើសិនជាបុគ្គលទាំងឡាយមិនថាប្រុសស្រីក្មេងចាស់ទេបើសិនជាគាត់មានរាសីត្រូវមួយធាតុមាសបាទអានឹងទើបជើងលេខគាត់នឹងឡើងខ្លាំងហ្មងនៅក្នុងខែ5ហ្នឹងប៉ុន្តែសួរថាបងប្អូនតែងតែសួរថាតើធ្វើមិនដឹងថាគាត់នឹងត្រូវមួយធាតុមាសបាទអញ្ចឹងហើយសម័យឥឡូវនេះគឺជាសម័យគេហៅថាdigital ខ្លាំងមែនទែនទៅលើបច្ចេកវិទ្យាអញ្ចឹងបងប្អូនអត់ចាំបាច់មករកខ្ញុំទេបងប្អូនគ្រាន់តែ download យក app យកទៅចុចមើលទៅបងប្អូនដឹងដែរថាដួងរាសីរបស់បងប្អូនត្រូវមួយធាតុអីត្រូវមួយធាតុមាសដែរទីបាទអញ្ចឹង app របស់យើងខ្ញុំគឺមានឈ្មោះថា Master ឡុងហុងស៊ុយវាយជាអក្សរឡាតាំងជាអក្សរអង់គ្លេសណា Master ឡុងហ្វុងស៊ុយបងប្អូនវាយចឹងទៅសើយកពាក្យហ្នឹងហើយ download យកទុកយកប្រើបាទអញ្ចឹងគ្រាន់តែមាន app ហ្នឹងហើយបងប្អូនវាយថ្ងៃខែឆ្នាំកំណើតបញ្ចូលទៅបងប្អូននឹងបានដឹងថារាសីបងប្អូនត្រូវជាមួយនឹងធាតុអីបាទដួងចតាយើងហ្នឹងរឹងនៅខ្សោយត្រូវជាមួយធាតុមាសដែរទេពេលដែលយើងមើលឃើញថាដួងយើងត្រូវមួយធាតុមាសនឹងហើយយើងនឹងហេងខ្លាំងនៅក្នុងខែ5នៅក្នុងខែ5ដែលជាខែម្សាញ់ហ្នឹងបាទធៀបពិតទៅដល់បងប្អូនអ្នកឆ្នាំម្សាញ់បាទប្រកាសជាបានជ្រាបហើយព្រោះម្សាញ់នេះវាជាន់ឆ្នាំប៉ុន្តែនៅក្នុងខែ5នេះក៏ជាខែម្សាញ់ដែរអញ្ចឹងវាជាន់ទាំងខែបាទហើយបើជាន់ទាំងខែហើយគង់តែមានថ្ងៃម្សាញ់ចូលមកទៀតវាជាន់ដល់ថ្ងៃទៀតហើយវាមានម៉ោងម្សាញ់ទៀតម៉ោងម្សាញ់គឺម៉ោង9ព្រឹកអញ្ចឹងវាអាចជាន់ទាំងម៉ោងអាចជាន់ទាំងថ្ងៃអាចជាន់ទាំងខែហើយជាន់ដល់ឆ្នាំអញ្ចឹងបើជើងលេខអ្នកឆ្នាំម្សាញ់ណាដែលសួយគឺសួយខ្លាំងមែនទៀតតែបើជើងលេខបុគ្គលឆ្នាំម្សាញ់ណាដែលគាត់គេហៅថាលេខឡើងហ្នឹងណាគឺឡើងមហិមាហ្មងខ្លាំងមហិមាបាទអញ្ចឹងហើយទើបបងប្អូនលុះត្រាតែបងប្អូនមាន app Master ឡុងហុងស៊ុយហ្នឹងបងប្អូនងាយស្រួលប្រើដឹងបាទអូខេអញ្ចឹងសួរថាម្សាញ់បើតាមក្បួនតម្រាចិនគឺអត្តពលឆ្នាំនេះឆ្នាំម្សាញ់វានឹងធ្វើបតិកិរិយាចំនួន4ជាក្រុមបកម្សាញ់ហ្នឹងមានខាលមានវោកមានកុលហើយម្សាញ់ខ្លួនឯងវាធ្វើបតិកិរិយាទាញទម្លាក់ទៅជារិស័យដាក់ទាំងអស់បាទអញ្ចឹងប៉ះពាល់ខ្លាំងនៅក្នុងខែហ្នឹងគឺជាខែម្សាញ់គឺប៉ះពាល់ខ្លាំងមែនទែនសម្រាប់បុគ្គលឆ្នាំម្សាញ់ខ្លួនឯងហ្នឹងបើសិនជាហេងក៏ហេងខ្លាំងមហិមាតែបើសួយវិញសួយរលេខដាក់គ្មានប៉ុន្តែភាគរយរាសីគេហៅថាឆុងហ្នឹងគឺច្រើនដោយសារតែម្សាញ់ហ្នឹងវាមានបតិកិរិយាទាញទាំង4ឆ្នាំហ្នឹងឲ្យធ្លាក់ឲ្យដាក់ចឹងបើយើងសង្កេតទៅលើស្ថានភាពនៅលើពិភពលោកតែម្ដងនៅក្នុងខែ5ហ្នឹងគឺជាពេលវេលាដោយសារយោងជាមួយនឹងហុងស៊ុយតារាសាស្ត្រថែមមួយទៀតបាទផ្កាយលេខ2ប្រចាំឆ្នាំហើយចូលមកដល់ខែនេះមានផ្កាយលេខ8ចូលមកទៀតចាលេខ2នេះគឺជាផ្កាយមួយគេហៅថាផ្កាយជំងឺបាទលេខ8ដែលចូលមកក្នុងខែនេះគឺជាផ្កាយលុយបាទគឺជាផ្កាយលៀបផ្កាយដែលនាំជាលុយកាក់នាំធ្វើឲ្យយើងនឹងខ្លាយទៅអ្នកមានប៉ុន្តែបបផ្កាយហ្នឹងវាមកប៉ះជាមួយលេខ2អញ្ចឹងវានឹងធ្វើឲ្យកើតទៅជាជំងឺណែវាទាញទៅជាអញ្ចឹងវិញព្រោះអាលេខ2នេះវាធ្ងន់ជាងអាលេខប្រចាំខែអាលេខ2វាប្រចាំឆ្នាំនេះគឺវាមានអត្តពលខ្លាំងជាងប្រចាំខែចាប្រកាសប្រចាំខែទោះជាកាយនឹងកាយលុយក៏ដោយចូលមកប៉ះមកលេខ2អា2ហ្នឹងវាមានព្រៀបជាងនាំឲ្យខាតទៅជាខាតលុយបាទកាយលុយទៅជាបាត់បង់លុយបាទហើយអាជំងឺហ្នឹងវាគុណទ្វេកម្លាំងឡើងបាទអញ្ចឹងនៅក្នុងស្ថានភាព
ទូទាំងពិភពលោកនៅក្នុងខែ5ហ្នឹងវានឹងកើតជំងឺហ្នឹងវាមានឥទ្ធិពលឡើងមកជំងឺឆ្លងបាទហើយអាលេខ8នេះគឺជាលេខលុយអញ្ចឹងវានឹងបង្កចលាចលពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចអញ្ចឹងសេដ្ឋកិច្ចនៅក្នុងខែ5ហ្នឹងគឺវាកើនឥទ្ធិពលផ្ទុះឥទ្ធិពលទៅជាសេដ្ឋកិច្ចធ្លាក់មូលហេតុអីហ៎មូលហេតុនៅក្នុងខែ5នេះក៏នៅក្នុងខែ5នេះក៏មានផ្កាយលេខ5ចូលមកដែរប្រចាំថ្ងៃមានថ្ងៃណាខ្លះទៅផ្កាយលេខ5មកហើយនៅប្រចាំទី0នៃចក្រវាឡយើងនឹងវាមានផ្កាយលេខ5ហើយស្រេចហើយអញ្ចឹងអាលេខ5នេះក៏ផ្កាយដីអាលេខ8ក៏ផ្កាយដីអាលេខ2ក៏ផ្កាយ3ពេលដែលវាជួបគ្នានៅក្នុងខែ5នេះគឺវាផ្ទុះកើតខ្ចាយឡើងមកអញ្ចឹងនាំឲ្យពិភពលោកទាំងមូលកើតរឿងធំទី1ជំងឺឆ្លងទី2ផ្ទុះសង្គ្រាមទី3កើតជាសេដ្ឋកិច្ចបាទអាសេដ្ឋកិច្ចហិរញ្ញវត្ថុកើតចលាចលលើសកលលោកបើអញ្ចឹងរឿងទាំងអស់ហ្នឹងកំពុងកើតឡើងហើយបងប្អូនរឿងទាំងអស់ហ្នឹងគឺកំពុងកើតហើយទី1គឺសេដ្ឋកិច្ចពាក់ព័ន្ធមួយពន្ធរបស់អាមេរិកដែលកំពុងក្លុកពិភពលោកហ្នឹងហើយទី2សង្គ្រាមឥណ្ឌាអីនេះទំចាប់ដើមកើតឡើង2ថ្ងៃហ្នឹងបាទទី3អាជំងឺឆ្លងដោយសារសត្វគោហ្នឹងកើតឡើងដែរហើយអញ្ចឹងហេតុផលកន្លែងហ្នឹងដែលតម្រានៃក្បួនហុងស៊ុយតម្រានៃក្បួនទូទាយហ្នឹងគឺវាអត់ខុសទេបាទអូខេអញ្ចឹងសួរថាបុគ្គលឆ្នាំម្សាញ់យ៉ាងម៉េចដែរនៅក្នុងខែ5នេះបុគ្គលឆ្នាំម្សាញ់ដែលរាសីអត់ត្រូវមួយធាតុមាសគឺធ្លាក់ទាំងអស់ទី1ជួបបញ្ហាពាក់ព័ន្ធជាមួយហិរញ្ញវត្ថុលក់ដូរមិនដាច់ខាតដើមបាទមានគេមកជួយចែកជួយចាយលុយរបស់យើងបាទអញ្ចឹងអ្នកម្សាញ់ជួបគ្រោះប្រចាំឆ្នាំផងគ្រោះប្រចាំខែទាំងទៀតផងបាទហើយលក់ដូររស់ស៊ីដល់ខាហើយប្រយ័ត្នជំងឺធំណាស់គឺជំងឺនឹងត្រូវមានជំងឺបាទមកបៀតបៀនបុគ្គលឆ្នាំម្សាញ់មិនត្រឹមតែប៉ុណ្្នឹងទេណាម្សាញ់ជួបរឿងពាក់ព័ន្ធក្តៅក្រហាយចំនួនទាស់ទាញទៅលើជីវិតគ្រួសារប្តីប្រពន្ធទៀតផងបាទអញ្ចឹងនិយាយរួមទៅសរុបមកបើម្សាញ់មិនទាន់បានកាត់ឆុងប្រចាំឆ្នាំទេម្សាញ់គួរតែកាត់ឆុងប្រចាំខែនឹងដែរហើយការកាត់ឆុងដែលនៅក្នុងខែនេះតម្រូវឲ្យមកកាត់នៅក្នុងថ្ងៃទី18បាទបងប្អូនកាត់ហើយថ្ងៃ6នេះហើយហីមិនបាច់មកទៀតទេប៉ុន្តែបើមិនទាន់ទេត្រូវតែកាត់នៅថ្ងៃទី18ខែ5ហ្នឹងត្រូវកាត់ឆុងនឹងចេញទើបម្សាញ់ណាឬមួយក៏បុគ្គលដែលរងអត្តពលឆុងទាំងអស់ហ្នឹងដូចមានអ្នកឆ្នាំថោះផងឆ្នាំមេផងទៀតក៏ត្រូវតែកាត់ឆុងនៅក្នុងថ្ងៃទី18នឹងដែរបើអត់បានកាត់នៅថ្ងៃទី6នេះទេបាទអញ្ចឹងពេលដែលយើងមិនទាន់បានកាត់ឆុងរឿងរ៉ាវគឺកើតឡើងមិនចេះចប់ចេះហើយទេណាបងប្អូនបាទបើមិនជួបខ្លួនឯងផ្ទាល់ក៏ជួបមួយសាច់ញាតិបងប្អូនកូនចៅប្រពន្ធប្តីរបស់យើងនឹងឯងអញ្ចឹងបើមតិរបស់ខ្ញុំបងប្អូនគួរតែកាត់ឆុងចេញទៅបាទជៀសវាងកុំឲ្យថាជួបគ្រោះធំហើយបានយើងមហោបាទឬមួយក៏នៅខាងស្ថាប័នយើងខ្ញុំមានយ័ន្តទេវតាខៃសួយបាទយ័ន្តទេវតាខៃសួយមួយសន្លឹកហ្នឹងយើងអាចយកទៅដាក់តាមខ្លួនក៏ជួយការពារយើងបានដែរបាទអញ្ចឹងបើមិនបានកាត់ឆុងឬមួយក៏បានកាត់ឆុងហើយមានយ័ន្តទេវតាខៃសួយមួយសន្លឹកហ្នឹងទៀតដាក់តាមខ្លួនទៅណាប៉ុន្តែសម្រាប់ឆ្នាំសម្រាប់ខែ5ហ្នឹងខាងខ្ញុំបានផ្សព្វផ្សាយចែកម្លែកជូនដំណឹងព្រមទាំងមានឧបករណ៍ហុងស៊ុយឲ្យបងប្អូនយកទៅប្រើទោះជាឆ្នាំណាក៏ដោយបើចង់ហេងគឺមានក្បួនមួយបញ្ញភូតនាំជោគលាភប្រចាំខែ5ហ្នឹងដើម្បីចាក់យកអាផ្កាយលេខ8ផ្កាយលេខ2ផ្កាយលេខ5ដែលវាផ្ទុះខ្ចាយមកនេះចាក់យកអានឹងចម្រាញ់ជាធម្មពលលាភមកឲ្យយើងវិញបាទជួយទៅបាត់ផ្កាយលេខ2ធាតុដីផ្កាយលេខ8ធាតុដីផ្កាយលេខ5លេខធាតុដីដែលវាជួបគ្នានៅក្នុងខែ5នេះវានឹងខ្ចាយផ្ទុះឡើងទៅជាជំងឺคล้ายទៅជាវិបត្តិសេដ្ឋកិច្ចកើតទៅជាសង្គ្រាមប៉ុន្តែក្បួនបញ្ញភូតនាំជោគលាភពេលណាយើងយកទៅដាក់នៅចំក្រៅផ្ទះរកពេលវេលារៀងខ្លួនហ្នឹងណា
ចាក់ទឹកចូលហើយទុករហូតដល់ខែ2ថ្ងៃ11ខែ2បាទអញ្ចឹងក្នុងរយៈពេលនេះអាក្បួននឹងវាចម្រាញ់ធម្មពលអាក្រក់ទាំងប្រមាណយកអត្តពលជោគលៀបនឹងយកឲ្យយើងអ្នកដែលរៀបក្បួននឹងបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់មានលៀបមានសំណាងក្រោយអំពីកាត់ឆុងហើយបាទមានបងប្អូនខ្លះទេកាត់ឆុងហើយប៉ុន្តែហេតុអីក៏ដូចអត់ឡើងអញ្ចឹងលេងបាទកាត់ឆុងហើយមានពិតវាលេងមានគ្រោះធំប៉ុន្តែបើបងប្អូនមានគ្រោះធំចូលមកវាកាត់បន្ថយអាគ្រោះធំនឹងចេញឲ្យនៅសល់តិចតួចប៉ុន្តែមិនមានន័យថាបងប្អូននឹងមានលៀបទេចឹងបើសិនជាយើងចង់បានលៀបលុះត្រាតែយើងរៀបក្បួនមួយទៀតដើម្បីចាក់យកជោគលៀបបាទអញ្ចឹងបានកាត់ឆុងហើយកុំភ្លេចរៀបក្បួនចាក់ជោគលៀបដោយពាក្យខ្មែរយើងថារំដោះគ្រោះបាទសូត្រមុនបោកក្អមរំដោះគ្រោះប៉ុន្តែមានន័យថារំដោះគ្រោះហើយយើងរស់ស៊ីមានបានទេរំដោះគ្រោះហើយត្រូវដំឡើងរាសីតាមក្បួនខ្មែរយើងណាបាទអញ្ចឹងក្បួនចិនក្បួនហុងស៊ុយក៏អញ្ចឹងដែរពេលយើងតែឆុងកាត់ឆុងហើយបងប្អូនកុំភ្លេចរៀបក្បួនចាក់ជោគលៀបទើបយើងអាចជួបសំណាងល្អរស់ស៊ីបានលក់ដូរដាច់បាទជួបរឿងហេងចូលមកដល់បាទអញ្ចឹងវាក្បួនវាដូចតែគ្នាទេតែគាត់របៀបធ្វើខុសគ្នាអូខេអញ្ចឹងសរុបសេចក្តីមកបុគ្គលឆ្នាំអាសាញ់ណាជើងលេខបើអ្នកដែលលេខដាក់ខ្លាំងហ្នឹងគឺខ្លាំងមែនទែនព្រោះវាដប់គ្នាវាត្រួតគ្នាប៉ុន្តែបើអ្នកដែលហេងលុះត្រាតែដឹងថាដួងយើងត្រូវមួយធៀបមាសលុះត្រាតែយើងមានអេបចុចមើលហើយឃើញថាដួងរិស័យយើងត្រូវមួយធៀបមាសអាហ្នឹងហេងណាបើហេងហើយយើងក៏ត្រូវតែរៀបក្បួនដើម្បីចាក់ជោគលៀបដែរបើអត់រៀបក្បួននឹងទេយើងអ្នកហេងហ្នឹងត្រូវប៉ាន់ទីហោថាត្រូវប៉ាន់$10,000នៅក្នុងខែហ្នឹងឬមួយក៏ឆ្នាំហ្នឹងអញ្ចឹងវាមិនមែនបាន$10,000ទេវាបានត្រឹមតែ$500ទេតែបើសិនយើងរៀបក្បួនហ្នឹងយើងលេខយើងហេងហើយរៀបក្បួនហ្នឹងដាក់អប់វាមិនមែនបាន500ទេវាគុណនឹង20-30 ដងអីចឹងទៅអញ្ចឹងក្បួនគឺវាបែបហ្នឹងកុំហាំខ្ញុំរិស័យហេងហើយដូចថាមិនដែលខាតអីទេលក់ដូរក៏ដាច់ដែរប៉ុន្តែផលចំណេញវាបានតែ5%ទេបាទបើរៀបក្បួនហ្នឹងវាគុណដល់20-30 ដងពីលើអញ្ចឹងទៅ